មានគ្រោះថ្នាក់ណាស់នៅពេលដែលបងប្អូនធ្វើអាជីវកម្មដោយមិនមានការកត់ត្រាសូម្បីតែចំណាយតិចតួចណាមួយក៏អាចនឹងធ្វើអាជីវកម្មមួយដួលរលំបានគោលធំបំផុតនៃការធ្វើអាជីវកម្មគឺដើម្បីរកប្រាក់ចំណេញយើងអាចជួយសង្គមយើងអាចជួយសេដ្ឋកិច្ចយើងអាចជួយឲ្យមានការងារធ្វើដោយម្ចាស់អាជីវកម្មមកស៊ីអត់ចំណេញចាលោកគ្រូតើថាវានៃការកត់ត្រាចំណូលចំណាយមានអ្វីខ្លះដែរទី1ផ្ដល់នូវភាពច្បាស់លាស់ដឹងថាអាជីវកម្មយើងចំណេញខាតទី2យើងអាចគ្រប់គ្រងបានឧទាហរណ៍ថាយើងលក់បានប៉ុណ្ណេះទេមិនក៏ឡើងថ្លៃភ្លើងច្រើនម៉េះយើងអាចនឹងដឹងភ្លាមទៅយើងអាចនឹងពិនិត្យមើលហើយមួយទៀតគឺផ្ដល់នូវការជឿជាក់ទៅដល់ធនាគារអ្នកផ្ដល់កម្ចីឬក៏អ្នកវិនិយោគទី4គឺបរិយាអាជីវកម្មយើងឲ្យទៅមុខបានសូមជម្រាបសួរសូមស្វាគមន៍មកកាន់កម្មវិធីកាត់លុយ Podcast ជួបជាមួយនឹងនាងខ្ញុំចិន្តានិងលោកគ្រូកំរងដែលជាស្ថាបនិករបស់ App កាត់លុយចាថ្ងៃនេះផងដែរយើងនឹងមកជជែកគ្នាអំពីប្រធានបទហេតុអីបានជាការកត់ត្រាចំណូលចំណាយមានសារៈសំខាន់មុននឹងឈានដល់ប្រធានបទខ្ញុំចង់ឲ្យលោកគ្រូកំរងបញ្យល់គោលបំណងនៃការបង្កើតកម្មវិធីកាត់លុយ Podcast ឡើងមកអូខេអរគុណជំរាបសួរលោកស្រីប្រិមិត្តរបស់ podcast កាត់លុយបាទនេះគឺជាអេពីសូតដំបូងគេបាទរបស់កាត់លុយ podcast ហើយសង្ឃឹមថាលោកស្រីនឹងតាមដានកម្មវិធីយើងពីព្រោះគោលបំណងដែលនាំឲ្យមានការបង្កើត podcast នេះឡើងគឺយើងចង់ជួយជាព័ត៌មានជាគំនិតជាចំណេះដឹងមួយចំនួនទៅដល់បងប្អូនដែលប្រកបអាជីវកម្មណាម្ចាស់អាជីវកម្មជាអ្នករកស៊ីខ្លួនឯងណាបាទរកស៊ីម្នាក់ឯងមិនន័យថាធ្វើអីក៏ម្នាក់ឯងយ៉ាងហ្នឹងណាដើម្បីឲ្យគាត់អាចនឹងទទួលបានចំណេះដឹងយកទៅពង្រីកយកទៅធ្វើការអភិវឌ្ឍអាជីវកម្មរបស់គាត់នឹងកាន់តែប្រសើរឡើងតាមរយៈការផ្ដល់នៅចំណេះដឹងមួយចំនួនទាក់ទងនឹងការគ្រប់គ្រងអាជីវកម្មការគ្រប់គ្រងហិរញ្ញវត្ថុណាលុយកាក់នៅក្នុងអាជីវកម្មហើយនឹងទាក់ទងនឹងផ្នែក digital បាទអញ្ចឹងយើងនឹងមាន52 podcast នៅក្នុងមួយឆ្នាំពេញនេះអញ្ចឹងលោកស្រីអាចណាយើងនឹងជួបគ្នាជាមួយអ្នកទេសនារបស់យើងគឺមួយដងក្នុងមួយសប្តាហ៍ដែលមានប្រធានបទផ្សេងៗគ្នាច្រើនដោយអាស្រ័យដែលខ្ញុំបានរៀបរាប់ប្រាប់ពីមុននេះមិនអញ្ចឹងបាទចាអរគុណមែនទែនលោកគ្រូសម្រាប់ការបញ្យល់ខាងលើនេះបានយ៉ាងល្មិតឥឡូវនេះយើងចូលទៅប្រធានបទយើងតើហេតុអីបានជាការកត់ត្រាចំណូលចំណាយមានសារៈសំខាន់ដោយសារប្រធានបទថ្ងៃនេះយើងផ្ដោតទៅលើហេតុអីបានជាយើងត្រូវការឲ្យមានការកត់ត្រាចំណូលចំណាយនឹងណាយើងនិយាយចេះនៅក្នុងអាជីវកម្មមួយលុយកាក់គឺសំខាន់ព្រោះគ្រប់គ្នាបើកអាជីវកម្មគោលបំណងអាជីវកម្មគឺយើងអាចឮគេនិយាយបានច្រើនដែរថាគោលបំណងអាជីវកម្មឬដើម្បីឲ្យសេដ្ឋកិច្ចរីកចម្រើនបាទអាហ្នឹងពិតប្រាកដទេត្រូវឲ្យមានការដែលមានអាជីវកម្មច្រើនណាហើយរីកចម្រើនគឺជួយឲ្យសេដ្ឋកិច្ចរីកចម្រើនដែរមិនមែនគ្រាន់តែជួយម្ចាស់អាជីវកម្មឲ្យមានលុយទេហើយក៏ជួយសង្គមដែលអាចរកជួយឲ្យមានការងារធ្វើសម្រាប់មនុស្សផ្សេងទៀតអីចឹងបាទប៉ុន្តែបើនិយាយគោលធំបំផុតរបស់កម្មវត្ថុរបស់នៃការធ្វើអាជីវកម្មគឺដើម្បីរកប្រាក់ចំណេញហើយពីព្រោះយើងអាចជួយសង្គមយើងអាចជួយសេដ្ឋកិច្ចយើងអាចជួយឲ្យមានការងារធ្វើដោយម្ចាស់អាជីវកម្មរកស៊ីអត់ចំណេញទេបាទពេលយើងចំណេញយើងអាចបរិយាអាជីវកម្មយើងអាចបរិយាឲ្យមានអ្នកមកធ្វើការកាន់តែច្រើនទៅបាទជួយសេដ្ឋកិច្ចយើងក៏កាន់តែច្រើនដែរអញ្ចឹងនិយាយមែនតើលុយគឺជាឈាមរបស់អាជីវកម្មយើងសម័យមើលខ្លួនយើងណាឈាមរបស់មនុស្សយើងណាហើយសម្រាប់រូបអាជីវកម្មទាំងមូលវាគ្រាន់តែដូចតួខ្លួនរបស់យើងអញ្ចឹងមានដៃមានក្បាលមានអីអញ្ចឹងដៃក្បាលយើងគិតថាវាសំខាន់ដែរណាវាធ្វើឲ្យយើងមើលឃើញធ្វើឲ្យយើងអាចធ្វើការងារអីបានប៉ុន្តែឧទាហរណ៍ថាបើយើងអត់មានឈាមអាហ្នឹងមិនទៅមនុស្សយើងមិនទៅបើអត់ឈាមអញ្ចឹងគាត់នឹងពិបាកទេអត់មានឈាមងាប់បាត់ចេះរយបាទបើអត់មានឈាមយើងនឹងមិនអាចរស់រានមានជីវិតតទៀតអាជីវកម្មដូចគ្នាបើអស់លុយអីមានអីត្រូវនៅទៀតទៅឯងបាទ
chẳng ní cái chuyện sầm khăn mỗi đêm ra chim cắm thời đằng ta vị trí hưởng sầm khăn á đại diện chim ra chim cắm từ đại chế group kêu chim nô chim lại bao chuyện tam giả cả cọt ra chim nô chim lại đằng ta ចាអរគុណមែនទែនលោកគ្រូចាលោកគ្រូបើសិនជាម្ចាស់អាជីវកម្មហ្នឹងក៏បានកត់ត្រាចំណូលចំណាយក៏បានត្រឹមត្រូវតែតើនឹងមានរឿងអ្វីកើតឡើងដែរលោកគ្រូ បាទមិញយើងថាវាសំខាន់ណាស់តែសួរថាតើអាជីវកម្មប្រមាណដែលបានកត់ត្រាច្បាស់លាស់ណាមិនតែកត់ត្រាកត់ឲ្យច្បាស់លាស់ទៀតបាទអញ្ចឹងបើអត់កត់ត្រាតើវាមានរឿងអីកើតឡើងណាយើងនិយាយពីឈាមហើយនៅសរសៃឈាមបាទណាអញ្ចឹងការកត់ត្រាចំណូលចំណាយវាប្រៀបដូចជាបេះដូងគូឧទាហរណ៍អញ្ចឹងចាស់អញ្ចឹងមានឈាមមានរាងកាយហើយមានបេះដូងបាទឥឡូវឈាមមានហើយរូបកាយមានហើយតែបេះដូងកាំងបានន័យថាការកត់ត្រារបស់យើងអត់បានកត់បាទអញ្ចឹងឈាមមានហើយបានន័យថាលុយមានហើយណាបើធៀបទៅនឹងអាជីវកម្មលុយមានហើយអាជីវកម្មមានហើយរាងកាយមានហើយប៉ុន្តែបេះដូងអត់ច្បាច់អត់ដើរអាហ្នឹងមិនទៅស្លាប់ដូចគ្នាដែរបាទអញ្ចឹងវាដោយការតាមដានចង្វាក់បេះដូងរបស់យើងចឹងការកត់ត្រាចំណូលចំណាយទាំងតែកាលណាអត់កត់ដូចយើងអត់ដែរទៅមើលសុខភាពបេះដូងយើងចឹងយើងអត់ដឹងថាខ្លួនយើងយ៉ាងម៉េចទេត្រូវទេបាទយើងអត់ដឹងធ្វើម៉េចទេបាទណាហើយអញ្ចឹងយើងមើលពេទ្យពីយើងទៅពេទ្យធ្វើអីគេមុនគេនៅពេលយើងទៅដល់ពិនិត្យស្ពាតឈាមពិនិត្យចង្វាក់បេះដូងទៅទេបាទអាជីវកម្មដូចគ្នានៅពេលណាដែលគេចង់ទៅមើលអាជីវកម្មមួយគេពិនិត្យការគ្រប់គ្រងចំណូលចំណាយទៅទេយើងដឹងយើងចូលយើងដឹងចេញយើងដឹងចំណេញប៉ុន្មានទៅទេបើយើងអត់ដឹងអាហ្នឹងផងមិនទៅបើយើងអត់កត់យើងអត់ដឹងយើងកំពុងធ្វើអាជីវកម្មដោយមិនដឹងថាយើងចំណេញឯខាតចំណូលប្រមាណចំណាយប្រមាណយើងគ្រប់គ្រងបានអត់អានឹងយើងអត់អាចមានអានឹងបានទេបាទណាអញ្ចឹងខ្ញុំឧទាហរណ៍ដូចចំណាយមួយចោះនៅពេលដែលយើងចំណាយហើយយើងអត់កត់វាដូចជាថង់ទឹកមួយដែលយើងត្រូវបានយកជុលមកចាក់ទូចណាទូចមែនមិនដែលទូចច្រើនវានឹងហូរទឹកនឹងអស់បាទអញ្ចឹងមានគ្រោះថ្នាក់ណាស់នៅពេលដែលបងប្អូនមិនធ្វើអាជីវកម្មហើយដោយមិនមានការកត់ត្រាពីព្រោះសំបីតែចំណាយតិចតួចណាមួយក៏អាចនឹងធ្វើអាជីវកម្មមួយដួលរលំបានដែរបាទ ចាលោកគ្រូតើអត្ថប្រយោជន៍នៃការកត់ត្រាចំណូលចំណាយមានអ្វីខ្លះដែរលោកគ្រូមិញយើងនិយាយថាបើអត់កត់ត្រាមានបញ្ហាអីកើតឡើងឥឡូវយើងនិយាយពីអត្ថប្រយោជន៍វិញណាបាទទីមួយយើងមើលពីអត្ថប្រយោជន៍នៃការកត់ត្រាមាន4យ៉ាងគឺអាចរៀបរាប់សរុបវាជា4យ៉ាងទីមួយវាផ្ដល់នូវភាពច្បាស់លាស់យើងដឹងថាអាជីវកម្មយើងចំណេញខាតណាភាពច្បាស់លាស់បានន័យថាយើងចាយខ្ទង់អីខ្លះចំណូលយើងមានប្រភពមានចំណាយចំណូលពីអីខ្លះខ្ទង់អីខ្លះដែលជាខ្ទង់ចំណូលរបស់អាជីវកម្មយើងវាបង្ហាញអំពីការលក់ដែរណាយើងលក់បានណាអាជីវកម្មខ្លះមានផលិតផលច្រើនមានសេវាកម្មច្រើនបាទសេវាកម្មខ្លះសេវាកម្មខ្លះគ្រាន់តែមានទេប៉ុន្តែវាធ្វើឲ្យយើងមានតែរបស់ច្រើនប៉ុន្តែយើងលក់ទៅអាខ្លះវាមិនមែនចំណេញវាទៅស៊ីចំណេញយើងវិញណាអញ្ចឹងនៅពេលដែលយើងមានការកត់ត្រាយើងមើលដឹងថាតើអាណាមួយដែលយើងសេវាកម្មណាមួយឬក៏ផលិតផលណាមួយដែលយើងគួរបន្តទៅយើងគួរធ្វើម៉េចមួយវាឬក៏បិទវាចោលមកពង្រឹងតែអាណាដែលផ្ដល់ផលឲ្យយើងផ្ដោតទៅលើអាហ្នឹងណាយើងផ្ដោតធ្វើការទៅលើផលិតផលមួយហ្នឹងឬក៏សេវាកម្មមួយហ្នឹងឲ្យបានល្អណាអញ្ចឹងវាផ្ដល់ភាពច្បាស់លាស់ទី1ទី2យើងអាចគ្រប់គ្រងបានឧទាហរណ៍ថាអូខេឥឡូវខ្ញុំចំណាយនេះខែនេះដូចលើសច្រើនណាអញ្ចឹងវាមិនឆ្លុះបញ្ចាំងពីជីវកម្មរបស់យើងឯងយើងគួរតែឧមាថ្លៃទឹកថ្លៃភ្លើងគួរណាខែហ្នឹងមិនក៏ឡើងច្រើនម៉េះណាយើងលក់បានតែប៉ុណ្ណេះទេមិនក៏ឡើងថ្លៃភ្លើងច្រើនម៉េះដោយសារអីអញ្ចឹងយើងអាចនឹងដឹងភ្លាមទៅយើងអាចនឹងពិនិត្យមើលអូមកពីឆ្លងភ្លើងឬក៏មកពីយើងបើកភ្លើងចោលឬក៏មកពីអីចឹងទៅឬក៏សម្ភារៈឧបករណ៍របស់យើងនឹងវាឆ្លងវាអីចឹងទៅ
ចឹងយើងអាចមើលដឹងហើយយើងគ្រប់គ្រងបានចំណូលចំណាយយើងកង់ចង់កាត់ចំណាយកន្លែងណាដែលមិនចាំបាច់ដើម្បីឲ្យយើងត្រឡប់មកចំណេញវិញបាទនេះទី2ហើយមួយទៀតគឺផ្ដល់នៅការជឿជាក់ទៅដល់ធនាគារអ្នកផ្ដល់កម្ចីឬក៏អ្នកវិនិយោគសម័យចេះប្រហែលតែយើងចង់ចូលហ៊ុនរកស៊ីមួយគ្នាហើយបើអាជីវកម្មយើងមកដល់អូខ្ញុំមានលក់ផលិតផលល្អមានស្អីច្រើនណាបាទតែគេសួរថាចុះចំណេញប៉ុន្មានរាល់ថ្ងៃរាល់ខែហ្នឹងបាទអូចំណេញអូចំណេញប៉ុណ្ណេះតែគេសួរតែមកសុំមើលឯកសារអញ្ចឹងពេលយើងអត់កត់យើងមានអីប្រាប់គេហើយយើងមានអីប្រាប់គេបាទអាជីវកម្មខ្លះមានការកត់ត្រាដែរប៉ុន្តែកត់ត្រាតែចំណូលទេកត់ត្រាតែផ្នែកការលក់ទេតែភ្លេចគិតថាចំណាយហ្នឹងគឺគ្រោះថ្នាក់ជាងអាចំណូលហ្នឹងណាអាចំណាយហ្នឹងអាចំណាយតិចតួចហើយយើងអត់បានកត់វាហ្នឹងអាចំណាយដកតិចតួចហ្នឹងវាធ្វើឲ្យអាជីវកម្មហ្នឹងគឺមានបញ្ហាបាទអញ្ចឹងសម្រាប់ការស៊ីក៏អញ្ចឹងនេះណាគេត្រូវការឲ្យមានឯកសារច្បាស់លាស់យើងរកស៊ីមួយគ្នាយើងកត់ត្រាយើងមានឯកសារទៅយើងអាចដឹងថាយើងជឿជាក់គ្នាទៅវិញទៅមកទៅបាទហើយអ្នកធនាគារក៏អញ្ចឹងដែរធម្មតាមន្ត្រីធនាគារពេលមកជួបយើងយើងខ្ចីលុយប៉ុន្មានអីប៉ុន្មានចឹងទៅគេត្រូវការដឹងអាជីវកម្មយើងចំណេញខាតហើយអញ្ចឹងគេនឹងមើលថាអូមានឯកសារឲ្យខ្លះគេមើលដើម្បីប្រកាសថាអាជីវកម្មរបស់យើងរាល់ថ្ងៃហ្នឹងចំណេញប្រមាណមានលទ្ធភាពខ្ចីគេបានប៉ុន្មានសងគេរាល់ខែហ្នឹងបានប៉ុន្មានទៅវិញឃើញទេចឹងហ្នឹងគឺជារឿងសំខាន់មួយដែលផ្ដល់នូវភាពជឿជាក់ទៅដល់អ្នកផ្ដល់កម្ចីឬអ្នកដៃគូអាជីវកម្មរបស់យើងអ្នកវិនិយោគរបស់យើងបាទហើយវានាំឲ្យយើងទី4ហ្នឹងគឺធ្វើឲ្យយើងលូតលាស់បានណាលូតលាស់បានប្រកាសថាអាជីវកម្មយើងទៅមុខបានណាបរិយាអាជីវកម្មយើងឲ្យទៅមុខបានខ្ញុំគិតថាបងប្អូនដែលធ្វើអាជីវកម្មបងប្អូនភាគច្រើនមានគំនិតជាសហគ្រិនភាពណាជាសហគ្រិនគាត់មិនចង់គាត់បើកអាជីវកម្មគាត់ហ្នឹងឲ្យព្រោះខ្ញុំនិយាយទៅដល់សហគ្រិនខ្ញុំមិននិយាយអ្នកគាត់រកស៊ីធម្មតាអ្នកគិតតែខ្លួនឯងរកស៊ីធម្មតាទិញរបស់ប៉ុណ្្នឹងមកលក់ទៅវិញចប់ហើយប៉ុន្តែខ្ញុំនិយាយពីសហគ្រិនគឺខ្ញុំនិយាយពីអ្នកដែលចង់ឲ្យរីកចម្រើនអ្នកដែលប្រឹងធ្វើផលិតផលអីមួយមកហើយចង់ទុកស្នាដៃតែខ្លួនឯងបង្កើតអានឹងមកឬក៏សេវាកម្មនឹងមកដើម្បីឲ្យទុកណាឲ្យជាមោទនភាពរបស់ខ្លួនឯងចំពោះសង្គមជាតិចំពោះសេដ្ឋកិច្ចចំពោះសង្គមរបស់យើងជួយដោះស្រាយបញ្ហាសង្គមជួយដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋអញ្ចឹងគាត់ចង់ឃើញអាជីវកម្មគាត់លូតលាស់ធំទៅហើយមិនគ្រាន់តែប៉ុណ្្នឹងទេបាទអញ្ចឹងចាប់ផ្ដើមពីការគ្រប់គ្រងចំណូលចំណាយធ្វើឲ្យមានភាពច្បាស់លាស់ណាចំណុចទី1ហើយធ្វើឲ្យមានការគ្រប់គ្រងនឹងបានល្អមានការធ្វើឲ្យការទុកចិត្តគ្នានឹងបានល្អវាជាឱកាសដែលយើងអាចពង្រីកអាជីវកម្មយើងបានណាគ្រប់គ្រងបានណាផ្ដល់ភាពច្បាស់លាស់ទុកចិត្តគ្នាអានេះយើងចាប់ដើមរកស៊ីមួយគ្នាបានណាតែយើងចូលហ៊ុនគ្នាយើងថែមអ្នកវិនិយោគឬក៏យើងខ្ចីកម្ចីពីធនាគារដោយមានអត្រាការប្រាក់ល្អមានលក្ខខណ្ឌល្អអញ្ចឹងយើងមានឱកាសបរិយាណាលក់របស់យើងឲ្យកាន់តែច្រើនថែមទៀតអានេះគឺជាចំណុចដែលអត្ថប្រយោជន៍នៃការគ្រប់គ្រាន់តែកត់ត្រាចំណូលចំណាយគឺយើងមើលឃើញថាវាមានអត្ថប្រយោជន៍ច្រើនសម្រាប់អាជីវកម្មបាទចាអរគុណលោកគ្រូអាចលើកឧទាហរណ៍មួយពីម្ចាស់អាជីវកម្មតូចៗដែលគាត់បានឃើញអំពីអត្ថប្រយោជន៍នៃការកត់ត្រាចំណូលចំណាយដែលលោកគ្រូបាទយើងឧទាហរណ៍ពីរឿងចោះណាដើម្បីយើងប្រៀបធៀបគ្នាថាអ្នកលក់កាហ្វេចោះបាទឥឡូវឃើញតូបកាហ្វេច្រើនណាអ្នកលក់កាហ្វេតាមផ្លូវណាបាទអញ្ចឹងមានម្នាក់កត់ត្រាម្នាក់អត់កត់ត្រាអញ្ចឹងដូចស្អីដែលខ្ញុំបានឆ្លើយនៅសំណួរមុនអញ្ចឹងថាអត្ថប្រយោជន៍វាមានអីខ្លះហើយនឹងបញ្ហាមានអីខ្លះបើអត់កត់បាទអញ្ចឹងអ្នកដែលកត់ត្រាចំណូលចំណាយគាត់អាចមើលឃើញថាតើកាហ្វេគាត់លក់ប៉ុណ្ណឹងរាល់ថ្ងៃហ្នឹងគាត់ចំណេញឯខាតចំណេញបានប៉ុន្មានបាទណាគាត់មានមួយខែពីរខែបីខែទៅមុខទៀតគាត់ចំណេញបានបាទយ៉ាងហោចណាស់នៅពេលដែលបានម្នាក់បានកត់ត្រាអញ្ចឹងគាត់ដឹងថាបើគាត់ចំណាយទៅលើថ្លៃជួលគាត់ចំណាយលើទឹកភ្លើងគាត់ចំណាយលើគ្រឿងផ្សំគាត់ចំណាយលើបុគ្គលិកឧទាហរណ៍គាត់មានបុគ្គលិកម្នាក់ពីរនាក់អីចឹងទៅណា
តើចំណាយទាំងអស់ហ្នឹងហើយនឹងការថ្លៃដែលគាត់លក់កាហ្វេមួយកែវ 5,000 រៀលអីចឹងទៅតើវាចំណេញបានប៉ុណ្ណាបាទណាម្នាក់ទៀតគាត់ខ្វល់កត់អីទេត្រូវហ៎ចឹងគាត់ឃើញគាត់ហត់នឿយគាត់ត្រូវការបុគ្គលិកគាត់ថែមបុគ្គលិកទៅគាត់ចង់កន្លែងជួលនឹងវាខ្ពស់ប៉ុណ្ណាក៏ដោយគាត់ចេះទៅបាទហើយនៅពេល2នាក់ហ្នឹងលក់ក្បែរគ្នាម្នាក់គេអាចមានឱកាសធ្វើនៅពេលដែលគេដឹងចំណូលចំណាយគេដឹងចំណេញប៉ុន្មានគេមានឱកាសធ្វើគេហៅធ្វើ promotion នេះណាបាទគេថាអូខេឥឡូវ discount 10% សម្រាប់អ្នកដែលចុះថ្លៃ 10% សម្រាប់អ្នកកំង2កែវឡើងទៅអីចឹងទៅបាទប៉ុន្តែគេដឹងថាពេលគេ discount ប៉ុណ្ណឹងគេទាញមកអតិជនមកច្រើនប៉ុន្តែគេនៅតែចំណេញបាទណាពីព្រោះគេគ្រាន់តែកាត់បន្ថយចំណេញបន្តិចឬក៏កាត់បន្ថយចំណេញចំនួនតម្លៃប៉ុណ្ណឹងមែនប៉ុន្តែគេអាចនឹងមានឱកាសលក់បានច្រើនជាងមុនហើយទាញម៉ួយពីអ្នកផ្សេងមកទៀតឃើញទេឲ្យមកសាកកាហ្វេរបស់គេបាទអញ្ចឹងគេមើលគេគ្រប់គ្រងបានគេចាត់ចែងគេធ្វើយុទ្ធសាស្ត្រផ្សេងទៀតតាមរយៈរឿងចំណូលចំណាយដែលគេគិតបានហ្នឹងណាបាទហើយគេដល់ពេលគេធ្វើហើយគេតាមដានបានទៀតថាអូពេលមាន promotion discount អញ្ចឹងគេលក់មានការលក់គេបានកើនអត់បាទហើយចំណាយគេនឹងមិនដែរហើយគេនៅតែចំណេញអត់ថ្ងៃណាមួយគេថាឥឡូវដាក់ promotion មួយឆ្នាំពេញ 10% ព្រោះគេធ្វើឲ្យគេចាស់តែចំណេញជាងមុនព្រោះតម្លៃថយមែនណាតម្លៃថយមែនប៉ុន្តែចំនួនលក់គេកើនឡើងកាន់តែច្រើនជាងមុនបាទអញ្ចឹងគេមិនរើសយកតម្លៃប៉ុណ្ណឹង promotion 10% រហូតពេញមួយឆ្នាំហើយតែអ្នកមកទិញគឺអញ្ចឹងគេចុះ 10% អញ្ចឹងឃើញទេអញ្ចឹងយើងម្នាក់ទៀតដែលអត់កត់យើងអត់មានយុទ្ធសាស្ត្រយើងអត់បានធ្វើអីយើងបានន័យថាយើងអត់បានគ្រប់គ្រងអាជីវកម្មយើងឲ្យពេញលេញទេយើងលក់តាមយថាកម្មហ្នឹងទៅនេះ 5,000 គេនោះលក់ចុះភាគរយញៀវទៅនោះអស់គេនោះថារសជាតិដូចគ្នាចុះណាពីហាងដូចគ្នាស្អីដូចគ្នាណាឧទាហរណ៍អញ្ចឹងប៉ុន្តែគេអាចធ្វើបានរឿងផ្សេងទៀតដែលទាញយកអតិថិជនពីយើងទៅបាត់អស់លេងដល់យើងថាគេចុះ 10% អញ្ចឹងខ្ញុំចុះ 20% គិតថាយើងទាញភ្ញៀវមកវិញណាបាទវាអាចដែរវាអាចទាញភ្ញៀវបានមកវិញដែរប៉ុន្តែយើងអត់បានកត់ត្រាចំណូលចំណាយយើងអត់ដឹងថាអាទាញ 20% មកហ្នឹងវាមិនមែនមកចំណេញវាទៅជាមកខាតវិញអញ្ចឹងយើងធ្វើតែ 2-3 ខែក្រោយអស់លុយបណ្ដោយដាច់ខ្យល់អស់ឈាមឃើញទេនេះគឺជាឧទាហរណ៍ងាយមួយដែលសំបីតែហាងពីរដែលនៅក្បែរគ្នាមួយចេះគ្រប់គ្រងមួយអត់ចេះគ្រប់គ្រងអាហ្នឹងគឺជារឿងលទ្ធផលគឺផ្សេងគ្នាដាច់ស្រឡះណាបាទចាលោកគ្រូតើកត់លុយអាចជួយដល់ម្ចាស់អាជីវកម្មក្នុងការកត់ត្រាចំណូលចំណាយដូចដែរលោកគ្រូបាទយើងនិយាយពីរឿងកត់ត្រាចំណូលចំណាយហ្នឹងបាទគឺរឿងឈឺក្បាលមួយបាទឃើញទេម្ចាស់អាជីវកម្មបាទបើសិនក្រុមហ៊ុនធំគេមានគណនេយ្យករធ្វើការទៅណាអ្នកគណនេយ្យគេធ្វើការទៅអាហ្នឹងម្ចាស់អាជីវកម្មមិនសូវខ្វល់អីច្រើនទេមានអ្នកជំនាញគេកត់ត្រាគេចុះបញ្ជីគេមានប្រព័ន្ធអីត្រឹមត្រូវណាប្រែសួរថាអាជីវកម្មទិនចាប់ដើមឬក៏ចាប់ដើមបានហើយមួយចំនួនគឺមិនទាន់មានលទ្ធភាពទៅរើសគណនេយ្យទៅប្រើប្រព័ន្ធគណនេយ្យទេបាទប្រព័ន្ធគណនេយ្យត្រូវការអ្នកចេះគណនេយ្យមិនទៅធ្វើការហ្នឹងណាអញ្ចឹងវាចាយលុយទាំងប្រព័ន្ធផងវាចាយលុយទាំងមនុស្សផងបាទហើយគណនេយ្យរាល់ថ្ងៃប្រាក់ខែគេចុះប្រព័ន្ធអីបានហ្នឹងវាថា 4-500 ណាអញ្ចឹងអាជីវកម្មយើងមកនេះគឺអត់អាចមានលទ្ធភាពទេគាត់លើគេជឿដំណោះស្រាយងាយស្រួលយើងមិនមែនជាប្រព័ន្ធគណនេយ្យឡើយទេយើងអត់ហៅខ្លួនយើងប្រព័ន្ធគណនេយ្យបានទេយើងកត់ត្រាទៅចំណូលចំណាយទេអញ្ចឹងស្អីវាមានភាពសាមញ្ញងាយស្រួលណាងាយស្រួលជាងបងប្អូនកត់ដាក់សភៅឬក៏ធ្វើបញ្ជីល្ងាចឡើងណាត្រឡប់មកប្រើប្រាស់បច្ចេកវិទ្យាគ្រាន់តែមានទូរស័ព្ទដៃមួយគ្រឿងបាទតឡើង app កាត់លុយបងប្អូនអាចគ្រប់គ្រងចំណូលចំណាយអាជីវកម្មខ្លួនឯងបានត្រឹមត្រូវតែម្ដងហើយសម័យនេះគឺសម័យ digital ស្អីគឺធ្វើតាមរយៈ digital ហើយអញ្ចឹង app កាត់លុយបងប្អូនចំណាយពេលមួយថ្ងៃពេលបិទបញ្ជីណាយើងថាបិទតូបមកដល់ផ្ទះឬបិទបញ្ជីអញ្ចឹងទៅយើងរាប់លុយ
dương mơ lùiក្នុងកុងយើងឡើងម៉ានអីម៉ានយើងមើលហ្នឹងអញ្ចឹងធម្មតាអាជីវកម្មអញ្ចឹងទៅថ្ងៃនឹងលក់បានម៉ានអញ្ចឹងបងប្អូននៅពេលដែលបងប្អូនរាល់ថ្ងៃយើងប្រើ scan QR យើងប្រើ transfer តាម bank តាម app អស់ហើយងាកឡើងគ្រាន់តែ download bank transaction ហ្នឹងណាបងប្អូនបង្កើតអាជីវកម្មបងប្អូនលេខបែកវាអានេះកុងនេះសម្រាប់យើងចាយខ្លួនយើងកុងនេះសម្រាប់យើងចាយសម្រាប់អាជីវកម្មអញ្ចឹងយើងដាក់ QR code សម្រាប់កុងអាជីវកម្មហ្នឹងទៅអញ្ចឹងយើង download transaction ពីកុងអាជីវកម្មរបស់យើងហ្នឹង import ចូលក្នុងកត់លុយហើយយើងអាច AI វានឹងចាប់ខ្ទង់ឲ្យយើងហើយតាមធម្មតាវាចាប់ឲ្យប៉ុន្តែបើខ្ទង់ខ្លះវាអត់អាចចាប់បានយើងអាចចូលទៅជ្រើសរើសបានថាអូអានេះខ្ទង់នេះចំណូលពីអីអូអានេះខ្ទង់នេះចំណាយអីមួយថ្ងៃខ្ញុំគិតថាអាចថា10ទៅ15នាទីឬក៏តិចជាងហ្នឹងបើប្រតិបត្តិការត្រឹម50 60 100អីខ្ញុំថាចាយពេល5-6នាទីចុះក្នុងពេលដែលយើងថ្នាក់ទៅគឺលឿនមែនតើអញ្ចឹងយើងនឹងបានចំណូលចំណាយមានខ្ទង់មានគេហៅថាព័ត៌មានជាច្រើនមកឲ្យយើងណាយើង import យើងទាញចូលហើយយើងបិទបញ្ចប់បញ្ជីហើយយើងមើលផ្ទៀងកុងយើងមែនតែនរបស់ធនាគារហើយនឹងនៅក្នុង app កាត់លុយដូចគ្នាដូចយើងបិទបញ្ជីយ៉ាងនេះណាគេនឹង check ផ្ទៀងអាលុយមែនតែនហើយនឹងអាក្នុងបញ្ជីត្រូវគ្នាបាទអញ្ចឹងវាត្រូវគ្នាហើយយើងដឹងបើអត់ត្រូវគ្នាទេយើងអាចចូលទៅមើលវិញ review ឡើងវិញថាយើងអត់បានកត់កន្លែងណាឬក៏អីកន្លែងណាអញ្ចឹងទៅបាទចុងក្រោយយើងអាចទាញយករបាយការណ៍ដោយរបាយការណ៍ចំណូលចំណាយស្តង់ដាររបស់គណនេយ្យដែរបាទគឺជាចំណូលរបាយការណ៍ចំណូលចំណាយបាទណាអរគុណចាអរគុណលោកគ្រូនៅចុងកម្មវិធីតើលោកគ្រូមានអនុសាសន៍ពាក្យពេចន៍អីបន្ថែមទៅម្ចាស់អាជីវកម្មដែរឬទេលោកគ្រូបាទដូចខ្ញុំបានលើកឡើងតាំងពីដំបូងអញ្ចឹងបងប្អូនចាប់ដើមវិជាអាកាសនៅពេលដែលអាជីវកម្មយើងនៅតូចយើងធ្វើរឿងគ្រប់យ៉ាងណាបាទយើងអត់ទាន់មានគណនេយ្យអត់ទាន់មានដៃជើងអ្នកធ្វើការយើងច្រើនទេតើអញ្ចឹងនៅក្នុងពេលដែលយើងនៅតូចយើងបង្កើតទម្លាប់មួយដែលជាទម្លាប់ល្អត្រឹមត្រូវមួយណាយើងនិយាយថាពីទម្លាប់តូចវានឹងបង្កើតនៅលទ្ធផលធំបាទអញ្ចឹងការកត់ត្រាបងប្អូនដឹងហើយសំខាន់ណាមិនកត់ត្រាវាមានរឿងអីបើកត់ត្រាមានរឿងអីភាពខុសគ្នារវាងការកត់ត្រានិងមិនកត់ត្រាហើយ app កត់លុយជួយអីខ្លះឲ្យធ្វើឲ្យការកត់ត្រាបងប្អូនកាន់តែងាយស្រួលកាន់តែសាមញ្ញណាអត់ប្រើពេលមួយកន្លះថ្ងៃណាមួយថ្ងៃចំណាយពេល10ទៅ15នាទីបងប្អូនអាចមានការកត់ត្រាច្បាស់លាស់មួយហើយយើងធ្វើការជាមួយធនាគារធំមួយចំនួនហើយនឹងគ្រីស្តានមីក្រូហិរញ្ញវត្ថុដែលផ្ដល់នៃគេហៅថាតាមរយៈស្អីដែលបងប្អូនបានកត់ណាយើងនឹងផ្ដល់យើងនឹងឲ្យជា credit គេហៅពិន្ទុហិរញ្ញវត្ថុរបស់យើងពិន្ទុហិរញ្ញវត្ថុរបស់អាជីវកម្មដែលនាំឲ្យបងប្អូនអាចទទួលបានកម្ចីឬក៏ទទួលបានការវិនិយោគណាមួយដែរមានលក្ខខណ្ឌល្អព្រោះយើងកត់ត្រាយើងបង្ហាញថាយើងគឺជាអ្នកដែលច្បាស់លាស់មួយអាជីវកម្មយើងលើកទឹកចិត្តដល់អ្នកដែលខិតខំប្រឹងប្រែងហ្នឹងអញ្ចឹងមានការផ្ដល់នូវការប្រាក់ល្អលក្ខខណ្ឌល្អជាដើមអញ្ចឹងបាទបងប្អូនធ្វើអាជីវកម្មចង់ចំណេញអញ្ចឹងឲ្យប្រកាសថាខ្លួនឯងរាល់ថ្ងៃចំណេញប្រមាណចំណេញអីខ្លះណាដើម្បីធ្វើឲ្យយើងអាចរីកចម្រើនការលូតលាស់របស់យើងកាន់តែច្រើនព្រោះប្រទេសជាតិយើងត្រូវការអាជីវកម្មជួយណាត្រូវការសេដ្ឋកិច្ចអញ្ចឹងសេដ្ឋកិច្ចចេញពីអាជីវកម្មចេញពីបងប្អូនទាំងអស់គ្នាអញ្ចឹងបងប្អូនទាំងអស់គ្នាមិនគ្រាន់តែជាអ្នកផលិតមិនគ្រាន់តែជាអ្នករកស៊ីធម្មតាទេតែអ្នកដែលជួយប្រទេសជាតិជួយសេដ្ឋកិច្ចរបស់យើងអញ្ចឹងត្រូវប្រកាសថាខ្លួនយើងរឹងមាំណារឹងមាំអាចរីកលូតលាស់បានធំជាងមុនអញ្ចឹងបងប្អូនត្រូវដឹងថាបងប្អូនមិនគ្រាន់តែជាអ្នករកស៊ីទេណាបាទត្រូវគិតតែខ្លួនយើងជាសហគ្រិនអញ្ចឹងយើងចង់ជួយសង្គមជាតិយើងចង់ជួយសេដ្ឋកិច្ចយើងឲ្យរីកចម្រើនចឹងត្រូវប្រកាសថាអាជីវកម្មរបស់យើងចំណេញរីកចម្រើនអាចលូតលាស់បានកាន់តែធំជាងមុនណាវាតែធំជាងមុនយើងបរិយាសាខាយើងបរិយាទីតាំងយើងបរិយាហាងយើងកាន់តែផលិតផលយើងឲ្យកាន់តែច្រើនជាងមុនបាទអញ្ចឹងអានេះគឺជាស្អីដែលកើតចេញពីការគ្រប់គ្រងលុយកាក់របស់យើងបានល្អនឹងឯងបាទអញ្ចឹងសូមឲ្យបងប្អូនចាប់ដើមពីស្អែកពីថ្ងៃហ្នឹងទៅបងប្អូនចាប់ដើមគិតទៅដល់ការគ្រប់គ្រងចំណូលចំណាយចាសូមអរគុណលោកគ្រូសម្រាប់ការ
បកស្រាយវិធានបទខាងលើបានយ៉ាងក្បោះក្បាយហើយក៏សូមអរគុណដល់អ្នកទស្សនាទាំងអស់ដែលបានមើលវីដេអូនេះពីដើមរហូតដល់ចប់យើងនឹងជួបគ្នានៅវីដេអូបន្តទៀតនៅសប្តាហ៍ក្រោយ